មានអានកំបាំងមួយដែលសាលារៀនមិនដែលបង្រៀនយើងហើយវាជាមូលហេតុចម្បងដែលធ្វើឲ្យមនុស្សដែលមានប្រាក់ខែខ្ពស់នៅតែជួបបញ្ហាលុយកាក់មិនចេះចប់ហើយមនុស្សភាគច្រើនចំណាយពេលទិញមួយជីវិតដើម្បីសន្សំទិញរបស់ដែលពួកគេហៅថាទ្រព្យប៉ុន្តែការពិតវាគឺជាបំណុលដែលកំពុងតែបួតឈាមពួកគេជារៀងរាល់ថ្ងៃហើយនៅក្នុងសៀវភៅលំដាប់ពិភពលោកណាដែលមានឈ្មោះថា Rich Dad Poor Dad ដែលជាភាសាខ្មែរយើងថាឪពុកអ្នកមានបង្រៀនកូនអ្នកក្ររបស់លោក Robert Kiyosaki បានបកស្រាយរឿងនេះក៏ច្បាស់លាស់ផងដែរហើយមាន3ចំណុចណាមាន3ចំណុចទី1គឺនិយមន័យពិតប្រាកដយើងឈប់ស្ដាប់និយមន័យរបស់កេរណីយករសិនយើងមើលតាមលំហូរលុយវិញអញ្ចឹងដូចជាទ្រព្យសម្បត្តិដែលជាអង់គ្លេសថា asset ហើយវាគឺជាអ្វីក៏ដោយដែលដាក់លុយចូលក្នុងហៅប៉ៅរបស់អ្នកហើយទោះបីជាអ្នកដេកលក់ក៏ដោយណាចឹងឧទាហរណ៍ថាប្រទេសជួលពាក្យហ៊ុនការប្រាក់ធនាគារឬក៏អាជីវកម្មដែលមានប្រព័ន្ធច្បាស់លាស់ហើយជាមួយទៀតគឺបំណុលដែលជា liability គឺជាអ្វីក៏ដោយដែលដកលុយចេញពីហៅប៉ៅរបស់អ្នកចំណុចទី2អន្ទាក់ដ៏ធំបំផុតផ្ទះនិងឡានមនុស្សជាច្រើនគិតថាអូផ្ទះដែលខ្លួនកំពុងតែរស់នៅណាហើយនឹងឡានទំនើបដែលខ្លួនកំពុងតែជិះហ្នឹងគឺជាទ្រព្យសម្បត្តិប៉ុន្តែគិតឲ្យច្បាស់មកមើលឡានត្រូវបង់រំលោះចាក់សាំងដូរប្រេងនឹងធ្លាក់ថ្លៃរាល់ឆ្នាំហើយវាដកលុយចេញពីអ្នកប្រមាណវាដកលុយចេញពីអ្នកវាគឺជាបំណុលហើយផ្ទះដែលអ្នករស់នៅត្រូវបង់ពន្ធជួសជុលបង់ការប្រាក់ធនាគារហើយយើងបើវាមិនបង្កើតចំណូលទេវាគឺជាបំណុលក្នុងន័យហិរញ្ញវត្ថុណាអញ្ចឹងចំណុចទី3របៀបដែលអ្នកមានលេងហ្គេមនេះហើយអ្នកក្រនិងអ្នកមធ្យមពេលមានបានលុយមកគេយកទៅទិញបំណុលមែនអត់អញ្ចឹងមានដូចជាឡានទូរស័ព្ទផ្ទះធំយើងទិញភ្លាមណាព្រោះចង់ឲ្យគេមើលឃើញថាអ្នកមានអញ្ចឹងចង់ឲ្យគេឃើញថាមានហើយចំណែកឯអ្នកមានវិញគេយកលុយទៅទិញអីគេទៅទិញទ្រព្យសម្បត្តិណាទ្រព្យសម្បត្តិសិនបន្ទាប់មកគេយកផលចំណេញណាពីទ្រព្យសម្បត្តិហ្នឹងទៅទិញរបស់ដែលគេចង់បានគេចង់បាន luxury ទៅផ្សេងទៅហើយនេះគឺជាមូលហេតុដែលពួកគេកាន់តែមានហើយមានសេរីភាពផងដែរអញ្ចឹងមុននឹងអ្នកសម្រេចចិត្តណាមុននឹងអ្នកគ្នាសម្រេចចិត្តដាក់លុយពីកាបូបយើងណាពីកាបូបទិញឲ្យមួយនៅលើក្រៅទៀតយើងសូមសួរខ្លួនឯងសិនសួរខ្លួនឯងមួយសំណួរសិនណាថាអូតើរបស់នេះកំពុងដាក់លុយចូលឬក៏ដកលុយចេញពីហៅប៉ៅរបស់ខ្ញុំសួរខ្លួនឯងណាអញ្ចឹងការយល់ដឹងត្រឹមតែប៉ុណ្្នឹងអាចក៏ផ្លាស់ប្ដូរជោគវាសនាទៅថ្ងៃខាងមុខរបស់អ្នកទាំងអស់គ្នាបានដែរហើយវីដេអូនេះគឺសង្គមថាជាចំណេះដឹងដល់អ្នកទាំងអស់គ្នាសម្រាប់ធ្វើការបែងចែកទ្រព្យសម្បត្តិជាមួយនឹងបំណុលដើម្បីងាយស្រួលក្នុងការមានតម្រូវការនៅពេលបច្ចុប្បន្នឬក៏នៅពេលខាងក្រោយទៀតសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះកុំភ្លេចចុច like និង subscribe Channel ពលិកំណត់ជួបគ្នានៅវីដេអូក្រោយ